សាច់រឿងផ្ដើមឡើយនៅពេលដែលយើងបានឃើញជាមួយនឹងក្មេងប្រុសម្នាក់ដែលគាត់បានស្លាប់ហើយសាកសពរបស់គាត់ហ្នឹងគឺទំនងជាស្លាប់ដោយសារតែបិសាចជញ្ជក់ឈាមក្មេងប្រុសម្នាក់ហ្នឹងដែរគឺមានឈ្មោះថា Chris អ្នកភូមិនៅទីនោះគឺសុទ្ធតែកិនចឹងថាអ្នកដែលបង្កហេតុរឿងហ្នឹងគឺជាបិសាចជញ្ជក់ឈាមដោយសារតែសាកសពរបស់គាត់គឺលែងមានឈាមទៀតហើយគឺស្វិតហ្មងគ្នាយើងហើយពួកគេនាំគ្នាគិតថាអ្នកដែលធ្វើរឿងអស់ហ្នឹងគឺជាក្មេងស្រីម្នាក់នេះឯងតែនាងមានឈ្មោះថា Sonaហើយហេតុផលដែលអ្នកភូមិនឹងគាត់គិតថាគឺជាក្មេងស្រីម្នាក់ហ្នឹងគឺដោយសារតែតាមពេលដែលនាងផ្លាស់ប្ដូរមកចូលរស់នៅទីហ្នឹងគឺវាមានបញ្ហាជាច្រើនបានកើតឡើងជាបន្តបន្ទាប់គ្នាដែលសូម្បីតែផ្ទះរបស់ Chris ក៏ទើបតែឆេះរយៈពេលប្រហែលថ្ងៃមុនដែរប្រយោគក៏បានកាត់ឲ្យយើងមើលឃើញការពីពេលដែលពីរអ្នកហ្នឹងគឺជួបគ្នាលើកដំបូងគឺពេលហ្នឹងដែរ Chris គឺគាត់បានទៅរក Sona ដែលគាត់និយាយរាក់ទាក់គឺគោលបំណងចង់បង្កើតមិត្តភាពជាមួយនឹង Sona ដែលគាត់បានធ្វើជានិយាយថាតើ Sona ហ្នឹងគឺជាបិសាចជញ្ជក់ឈាមមែនដោយសារតែគាត់បានលឺមនុស្សអ្នកភូមិក៏ដូចជាក្មេងៗបាននាំគ្នានិយាយតគ្នាថា Sona ហ្នឹងឯងគឺជាបិសាចជញ្ជក់ឈាមហេតុផលហ្នឹងគឺដោយសារតែនាងខុសពីគេអញ្ចឹងទៅត្បូងឡើយ Sona គឺគាត់អត់ចង់និយាយតជាមួយទេដោយសារគាត់ពិតជាស្អប់អ្នកដែលហៅគាត់ថាជាបិសាចជញ្ជក់ឈាមមែនតើតែពេលនោះដែរ Chris ក៏គាត់បានណែនាំខ្លួនទៅថាគាត់ឈ្មោះ Chris គាត់ថែមទាំងនិយាយទៅថាគាត់ដែរឃើញ Sona ហ្នឹងគឺនៅក្រៅនៅពេលថ្ងៃទេតើ Sona ហ្នឹងឈ្មោះគេហើយពេលហ្នឹងដែរ Sona គឺគាត់អត់ចង់តបតែគាត់និយាយថាហើយបន្តមក Chris ក៏គាត់និយាយថាចាឈ្មោះរបស់ Sona ហ្នឹងគឺឈ្មោះហឹមហ្នឹងមែនដែលគ្រាន់តែ Sona គាត់លើអញ្ចឹងគាត់នឹងថាហ្មងគាត់ថាឈ្មោះរបស់គាត់គឺតែអត់តមកនិយាយផង Chris ក៏គាត់និយាយទៅគាត់ថាឈ្មោះ Sona មែនក៏ប៉ុន្តែគាត់ដឹងហើយគ្រាន់តែថាគាត់ចង់សួរអីអញ្ចឹងណាមិនហើយគាត់ស្គាល់មិនបើ Sona ហ្នឹងល្បីសឹងអីហ្នឹងគឺអ្នកភូមិហ្នឹងគឺនាំគ្នានិយាយថាគាត់គឺជាបិសាចជញ្ជក់ឈាមដែលដូរមក Sona ហ្នឹងគឺគាត់ព្យាយាមប្រកែកគាត់ថាគាត់មិនមែនបិសាចជញ្ជក់ឈាមទេតែ Chris ហ្នឹងគាត់និយាយថាចាមិនបិសាចជញ្ជក់ឈាមអីបើគេនិយាយថា Sona ហ្នឹងគឺដូរមកហើយអត់អាចចេញពេលថ្ងៃទេហើយចេញដើមនៃឯងពេលយប់រហូតហើយកាន់តែធ្ងន់ក៏ជាងនឹងទៀតហ្នឹងគឺគាត់និយាយថាគេនិយាយថា Sona ហ្នឹងគឺញ៉ាំសត្វព្រាបទៀតមើលអាទឹកមុខគាត់ក៏ដឹងថាខុសប៉ុណ្ណាដែរ Sona គាត់គ្រាន់តែលើអញ្ចឹងគាត់ដឹងថាប៉ុន្តែគឺអត់ទេជាពិសេសគឺអាចុងខ្លាញ់ហ្នឹងហ្មងគាត់ក៏បន្ថែមទៀតថាមិនបានមានពាក្យជាចាំរាមចម្លែកពីគាត់ច្រើនម៉េច Chris ក៏ទៅតបវិញទៅថាហេតុអីបានជា Sona ហ្នឹងមិនចេញក្រៅពេលថ្ងៃហើយដល់ប្រាប់គេទៅថានាងមិនជាបិសាចជញ្ជក់ឈាមទេ Sona គាត់ក៏បានកាត់លងចិត្តថាអញ្ចឹងបើទោះបីជាគាត់ប្រាប់គេប៉ុណ្ណាក៏ដោយក៏មានអ្នកជឿគាត់ដែរហើយកន្លែងនេះគឺសាច់រឿងចង់បង្ហាញយើងថា Sona គឺគាត់ត្រូវប្រឈមមុខជាមួយនឹងពាក្យទាំងអស់ហ្នឹងតាំងពីគាត់នៅក្មេងយកមកហើយគេក៏បានកាត់នៅពេលដែល Sona គឺនៅតូចម្ដាយឪពុករបស់ Sona ហ្នឹងគឺប្រាប់កូនថាកុំឲ្យគេដឹងពីរឿងហ្នឹងអីព្រោះថាគេអាចនឹងយល់ច្រឡំមួយ Sona ហ្នឹងហ្មងនិយាយទៅគឺកុំឲ្យ Sona បង្ហាញអីភាពចម្លែករបស់ខ្លួនឯងឲ្យគេឃើញកាត់មកពេលបច្ចុប្បន្នវិញ Chris ក៏គាត់បាននិយាយទៅគាត់ថាគាត់អត់ទៀតអញ្ចឹងផងគាត់ក៏បាននិយាយពីខ្លួនគាត់ដែលគាត់និយាយថាតាមពីតូចមកគឺគាត់កើតមកជាមួយនឹងជើងដែលខ្សោយឬអាចនិយាយបានថាខ្វិនអីអញ្ចឹងទៅអ្នកគ្នាហើយគាត់ថែមទាំងលើកទឹកចិត្តទៅកាន់ Sona នឹងនិយាយថាចាបើសិនជា Sona គាត់ថា Sona នឹងគឺអត់ដូចអ្នកដតីគឺ Sona ប្រកាសជាខ្លាចក្នុងការប្រឈមមុខជាមួយនឹងពួកគេហើយនោះជាច្រើននឹងនិយាយដើមអំពី Sona ដោយសារតែ Sona គឺខុសពីពួកគេធ្លាប់បានឮមកថាមនុស្សគឺនិយាយថាឪពុកម្ដាយរបស់ខ្ញុំគឺប្រកាសជាស្ដាយក្រោយដែលផ្ដល់កំណើតមកឲ្យខ្ញុំហើយខ្ញុំពិតជាខ្លាចមែនតើនៅពេលហ្នឹងខ្ញុំខ្លាចថាវាអាចនឹងខ្លាចជាការពិតប៉ុន្តែឥឡូវវិញគឺអត់អញ្ចឹងទេព្រោះថាខ្ញុំដឹងច្បាស់ថាឪពុកម្ដាយរបស់ខ្ញុំគឺស្រឡាញ់ខ្ញុំដូច្នេះគឺខ្ញុំមិនដែរឲ្យការនិយាយពីអ្នកដតីដែលល្ងងទាំងអស់ហ្នឹងមកមានឥទ្ធិពលលើខ្ញុំទេក្នុងកន្លែងនេះគឺអត់មានគិតថា Chris គឺគាត់និយាយបានល្អមែនតើហើយអត់មានពិតជាចង់ឲ្យគ្នាយើងយកអាពាក្យសម្ដីបែបគាត់និយាយប្រហែលម៉ាត់មុនហ្នឹងគឺយកមកគិតខ្លួនឯងដែរថ្ងៃយើងចាប់ផ្ដើមជាមួយនឹងសាច់រឿងរបស់យើងតទៀតបន្ទាប់ពី Chris គាត់រៀបរាប់ពីជីវិតគាត់ហើយគាត់ក៏សុំ Sona ហ្នឹងធ្វើជាមិត្តភក្តិហើយតាមពីពេលហ្នឹងមកពីអ្នកហ្នឹងក៏ខ្លាចទៅជាមិត្តភក្តិនៅពេលហ្នឹងឯងហើយគេទាំងពីរហ្នឹងគឺបានដើរលេងជាមួយគ្នាធ្វើអីជាមួយគ្នាមាន activity ច្រើនខ្លាំងមែនតើហើយរហូតដល់ថ្ងៃមួយ Sona គាត់ក៏បានបង្ហាញនៅភាពចម្លែករបស់គាត់ហ្នឹងទៅឲ្យ Chris បានឃើញដែលគាត់សួរថាតើវាអាចថាវាជាសមត្ថភាពចម្លែកអត់ដោយសមត្ថភាពហ្នឹងតិចទៀតអ្នកនរគ្នាដឹងហើយ Chris ក៏បាននិយាយថាវ៉ាវាលយខ្លាំងមែនតើដោយ Sona គាត់បានសួរទៅកាន់ Chris ថាតើ Chris នឹងអត់ខ្លាចថាគាត់គឺជាបិសាចទេមែនហើយ Chris ក៏គាត់បានតវិញទៅថាគាត់អត់កិនចឹងទេហើយគាត់ថែមទាំងចង់ឲ្យSona ហ្នឹងគឺសាកបើឈាមគាត់ទៀតSona គាត់គ្រាន់តែលើអញ្ចឹងហើយគាត់ឡើងនិយាយលឿនហ្មងគាត់ថាប៉ុន្តែគឺអត់ទេហើយ Chris ហ្នឹងក៏គាត់នៅតែបន្តនិយាយទៅថាថ្ងៃណាមួយគាត់នឹងសង្ឃឹមថា Sona ហ្នឹងនឹងជឿ
ថាគាត់នឹងជឿសុនអានឹងហើយខាំក៏គាត់នឹងថ្ងៃណាមួយវិញអញ្ចឹងក៏ទៅគឺ Chris គាត់ចាប់ទុកសុនអានឹងគឺជាមិត្តពិតរបស់គាត់ហ្មង admin ក៏សង្ឃឹមថាថ្ងៃណាមួយ admin នឹងមានមិត្តពិតប្រកបចឹងដែរនេះបកមកសាច់រឿងយើងវិញគឺសុនអាគាត់ក៏គិតអញ្ចឹងដែរគាត់គិតថាគាត់ពិតជាសំណាងមែនតើបានជួបមួយ Chris ហ្នឹងគ្រប់ពេលវេលាដែលគាត់បានចំណាយជាមួយនឹង Chris ហ្នឹងគឺពិតជាធ្វើឲ្យគាត់មានអារម្មណ៍ថារីករាយខ្លាំងមែនតើហើយរឿងក៏បានបន្តទៅមករហូតដល់នៅពេលដែលផ្ទះរបស់ Chris ហ្នឹងគឺត្រូវបានភ្លើងឆេះកំឡុងពេលហ្នឹងដែរគឺមានមនុស្សជាច្រើនប្រជាជននៅទីហ្នឹងគឺនៅឈរមើលហ្នឹងប៉ុន្តែគឺអត់មានអ្នកគេហ៊ានចូលទៅជួយទេដោយសារតែភ្លើងឆេះខ្លាំងពេកប៉ុន្តែសុនអាគាត់គ្រាន់តែឃើញបែបហ្នឹងគឺគាត់អត់ខ្វល់ពីអាយុជីវិតរបស់ខ្លួនឯងទេគឺគាត់រត់ទៅកាត់គេកាត់ឯងដោយគាត់បានប្រើប្រាស់សមត្ថភាពរបស់គាត់ហ្នឹងដើម្បីព្យាយាមជួយ Chris នឹងឯងដោយដែលយើងបានឃើញអញ្ចឹងគឺសមត្ថភាពរបស់គាត់ហ្នឹងគឺគាត់មានកម្លាំងខ្លាំងដែលគាត់បានលើកឈើលើកអីគឺស៊ីផុយហ្មងគឺវាដែលសាន់តែគាត់គឺខ្លាចបាត់បង់ Chris ខ្លាំងមែនតើគឺដើម្បីការពារពួកម៉ាក់គឺគាត់សុកចិត្តបង្ហាញអាហ្នឹងដើម្បីឲ្យអ្នកដទៃបានឃើញគឺគាត់អត់ខ្វល់ថាគេនឹងមើលមកគាត់បែបណាទេហើយ Chris បន្ទាប់ពីគាត់បានឃើញសុនអាមកជួយគាត់ហើយគាត់ក៏បាននិយាយទៅកាន់សុនអាថាមិនថាអ្នកដទៃគាត់មកសុនអាបែបណាគឺគាត់គឺជឿជាក់លើសុនអាបន្ទាប់មកសាច់រឿងក៏បានមកដល់ពេលផ្ដើមរឿងរបស់យើងវិញដែលវាគឺជាពេលដែលយើងបានឃើញសាកសពរបស់ Chris នៅក្នុងមជ្ឈមណ្ឌលនឹងឯងហើយទាំងអស់នេះដែរគឺវាគឺជាក្បាលសាច់រឿងរបស់រឿងដែលមានឈ្មោះថា Dark Moon The Blood Altar ហើយ chapter 1 របស់យើងគឺវាមានឈ្មោះថា The First Encounter ហើយសាច់រឿងក៏បានកាន់មកដល់ពេលបច្ចុប្បន្ននៅក្នុងសាលារៀនមួយហើយមានសិស្សស្រីម្នាក់ដែលទំតែបដូរចូលថ្មីគឺនាងមានឈ្មោះថា Sona នឹងឯគ្នាយើងគឺម្នាក់នឹងហើយជាតួស្អីរបស់យើងនឹងឯងដោយអ្នកគ្រូនឹងគាត់ក៏បាននិយាយស្វាគមន៍មកកាន់សុនអាដែលផ្លាស់ប្ដូរមកចូលក្នុងសាលាមួយនឹងដែរហើយសាលារៀននេះដែរគឺវាមានប្រតិបត្តិការមួយគឺជាការរៀននៅពេលយប់ដោយយើងនិយាយធម្មតាថាសាលារៀននឹងគឺរៀនពេលយប់អញ្ចឹងទៅគ្នាយើងអ្នកគ្រូម្នាក់នឹងគាត់ក៏បាននិយាយទៅថាឥឡូវនឹងគឺវាអត់មានបន្ទប់ថ្មីទេគឺវាមានតែបន្ទប់ចាស់មួយដែលបានទុកចោលរយៈពេលយូរហើយគាត់ក៏បានប្រាប់ពីច្បាប់របស់សាលានឹងដែរគឺថាគឺយើងអត់អាចចេញនៅក្រៅនៅពេលយប់ទេបន្ទាប់ពីព្រះអាទិត្យលិចគាត់ក៏បានប្រាប់សុនអាដែរថាមករយៈថ្មីហ្នឹងគឺមានជនរងគ្រោះម្នាក់ដែលបានស្លាប់ដោយសារតែបិសាចជញ្ជក់ឈាមកំឡុងពេលហ្នឹងដែរយើងក៏បានឃើញនៅតួផុសថ្មីមួយដែលគាត់បានលេចខ្លួនឡើងអ្នកគ្នាគាត់មើលថាម្នាក់ហ្នឹងណាគេហើយគាត់ហ្នឹងគឺជាតួឯកផុសរបស់យើងហ្នឹងហើយគ្នាយើងគឺសង្ហាអត់មើលទៅកន្លែងនេះគឺអត់មានប្រជាចូលចិត្តឈុតមួយនេះខ្លាំងមែនតើមានអារម្មណ៍ថាស្អាតខ្លាំងមែនតើហ្មងដោយតួផុសម្នាក់ហ្នឹងបន្ទាប់ពីគាត់ឈរមើលមុខតួស្រីមករយៈពេលហើយគាត់ក៏ដើរចេញគិចមុខចេញទៅសុណាគាត់ក៏រៀងឆ្ងល់ដែរព្រោះថាដើរមកហើយមកឈរមកមុខគេហើយក៏ដើរទៅអញ្ចឹងទៅប៉ុន្តែនាងក៏អត់បានថាចាប់អារម្មណ៍អីណាដែរតួផុសអ្នកហ្នឹងបន្ទាប់ពីគាត់ឃើញថាសុណាដើរចេញទៅជាមួយអ្នកគ្រូបាត់ហើយគាត់ក៏ងាកមកវិញមើលទៅមានអារម្មណ៍ថាវាមានរឿងអីមួយដែលចម្លែករឿងក៏កាត់មកពេលដែលអ្នកគ្រូហ្នឹងគឺនាំសុណាមកដល់បន្ទប់កេងរបស់នាងហើយគាត់ក៏ប្រាប់ទៅថាបន្ទប់ហ្នឹងរៀងចាស់តិចហើយសង្ឃឹមថាសុណាហ្នឹងគឺអត់ទៅប្រកាន់ទេណាគាត់ក៏បាននិយាយច្រើនដែរគាត់និយាយថាគាត់ចូលចិត្តវាហើយអរគុណច្រើនពីសុនអានគាត់បានដើរចូលទៅកាន់បន្ទប់នឹងហើយគឺយើងក៏បានឃើញនៅបន្ទប់នឹងសភាពវាគឺថាញ៉ៃខ្លាំងមែនតើបន្ទាប់ពីសុនអាគាត់បានឈរមកបន្ទប់នឹងមកទូរឿងហ្នឹងគឺថាចរិតពិតគេគឺចាញ់មកបដោគ្នាយើងហើយអត់មានគាំងអត់មានស្មានតែសុនអាគាត់គឺជាមនុស្សដែលថាតាំងពីពេលដែលគាត់បាត់បង់គ្រីស្ទើគឺគាត់មានបញ្ហាអីអញ្ចឹងទៅតែមានណាចរិតគាត់គឺនៅតែបែបថាមនុស្សលេងសើច funny អញ្ចឹងអត់ដែរសោះដោយគាត់បានគិតលំចិត្តថាគាត់ស្ទើរតែទប់អត់ជាប់ហើយថាគាត់រំភើបប៉ុណ្ណាដែលបានមកដល់សាលាមួយណាគាត់បានគិតថាមនុស្សហ្នឹងគឺតាំងតែគិតថាគាត់ហ្នឹងគឺជាបិសាចជក់ឈាមអញ្ចឹងគាត់ក៏គួរតែអរគុណវាដែលគាត់បានផ្លាស់ទីរហូតដល់ពេលនេះហើយពេលហ្នឹងដែរគាត់ក៏គិតទៀតទៅថាការពិតទៅអាសមត្ថភាពឈួតលបរបស់គាត់ហ្នឹងគឺអត់មានបានជួយគាត់អីសោះហ្មងវាមានតែជួយឲ្យគាត់ពិបាកថែមហើយគាត់ក៏បាននឹកឃើញកំឡុងពេលដែលគាត់ទៅជួយគ្រីហ្នឹងនិយាយទៅគឺទោះបីជាគាត់ធំប៉ុណ្នេះហើយចរិតគាត់គឺ happy បែបហ្នឹងមែនប៉ុន្តែអារម្មណ៍ដែលបាត់បង់ Chris គឺបញ្ហាដែលគាត់ធ្លាប់មានគឺគាត់នៅតែមានអញ្ចឹងគឺដូចជាពាក្យមួយដែលគេធ្លាប់និយាយថាការពិតទៅ personality របស់យើងគឺរីករាយឯប៉ុន្តែយើងមិនជាត្រូវនៅកន្លែងមួយដែលថាត្រូវជួបបញ្ហាឲ្យយើងពិបាកចិត្តហ្មងកំឡុងពេលដែលគាត់កំពុងស្អាតហ្នឹងគឺស្រាប់តែតួប្រុសម្នាក់ហ្នឹងគឺគាត់បានបើកទ្វារចូលមកកាន់បន្ទប់មួយហ្នឹងហ្មងហើយគ្នាយើងមើលទៅតួស្រីយើងគឺគាត់កំពុងតែគៀងហ្មងមានគៀងខ្លះមានជាការពងលើកខែអីអញ្ចឹងហ្នឹងហើយគ្នាយើងខែងដឹងហើយថាតួស្រីរបស់យើងគឺគាត់មានសមត្ថភាពមួយហ្នឹងតួប្រុសហ្នឹងគាត់គ្រាន់តែឃើញអញ្ចឹងព្រលាមមកគាត់ក៏និយាយឡើងលើគាត់ថាគាត់ភ្លេចសភៅនៅទីហ្នឹងអីអញ្ចឹងសុនអាហ្នឹងគឺគាត់គ្រាន់តែឃើញអញ្ចឹងភ្លាមគាត់ក៏ប្រាប់គេទៅថាចាំបន្តិចគឺគាត់ចង់បញ្យល់អីអញ្ចឹងទៅគាត់អត់ចង់ឲ្យគេគិតថាគាត់ហ្នឹងគឺជាបិសាចជក់ឈាមទៅគាត់មានអារម្មណ៍ថាគឺគាត់ចង់យំហើយគាត់ក៏និយាយទៅគេបានសួរអីទេគាត់ក៏ប្រាប់ថាគាត់មានបញ្ហាតាំងពីដើមមកគាត់ក៏និយាយទៅថាគាត់មិនមែនជាបិសាចជក់ឈាមទេហើយគាត់ព្យាយាម
chỉ tới cứ tha lần yom ở hay tôi phó có còn là khơi chân có hiện ngõ đài còn vậy đâu tha có đăng ta tha tôi sấy nên cứ màn chỉ bị sai chỗ chiêm có tham tăng vậy tiết tha cứ có chưa tức chất là tôi sấy rồi con vậy tiết tha cha cứ bị sai chỗ chiêm mà cứ ai cho mà can sả môi đằng bà tôi sấy còn là lưới tha cái chưa con chân á cứ con lằng ri mong con bật vậy tha con ở con mình ta đại chưa có tình trạng có bà tham gia tha cứ có đã cho ai kia vô cho lòng tha con cứ chỉ bị sai chuột xem nó tệ có cả ban giấy tha nó không bị phô lô nó cứ miền nà kê đòi sai chướng có ban cắt một bề đại quạt cứ sớm mai ông pim Chris mất phép bảo quạt đại quạt to thì tha che ở miền nà kê đại sọp bị sai chuột chiêm nó cứ chiếng quạt tiết tệ đòi bề đại niên giấy bám nó cứ tha nẹt tôi phò nó cứ quạt hiền mơ một đài có điểm nhấp ai chân tất bề đại quạt ban lư tha tôi sấy nó cứ sọp bị sai chuột chiêm khăng lót nè nâng chân tất nâng ai kia chapter 1 bỏ nhớ cứ ban về chọc thầm nâng hai hay dân chập chung kia nơi videoក្រោយ